ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីវិធីធ្វើនំ3ប្រភេទដែលនំនេះគឺមានដូចជានំពពាយណែមចៀនក៏ដូចជានំប៉ាវចៀនដែលនំនេះគឺខ្ញុំធ្វើដោយប្រើស្នូលតែមួយគឺជាស្នូលពេកពួកហើយទោះបីជានំទាំងនេះធ្វើដោយប្រើស្នូលតែមួយប៉ុន្តែរសជាតិរបស់វាគឺឆ្ងាញ់ខុសប្លែកពីគ្នាដូចជានំពពាយចៀននេះគឺសម្បករបស់វាស្រួយទាំងអស់ហើយចំណែកឯណែមចៀនវិញគឺសម្បកខាងក្រៅស្រួយហើយខាងក្នុងនោះគឺរាងស្វិតតិចៗដោយសារតែសម្បករបស់ណែមហើយចំណែកឯនំប៉ាវចៀនវិញគឺសាច់ខាងក្នុងទន់ហើយខាងក្រៅនោះគឺរាងស្រួយតិចៗតើឥឡូវនេះយើងចូលមកមើលពីវិធីធ្វើដោយដំបូងនោះគឺខ្ញុំលាយម្សៅសម្រាប់ធ្វើសម្បកនំប៉ាវជាមុនសិនដោយសារតែយើងត្រូវផ្អាប់ម្សៅរាងយូរហើយជាដំបូងនោះគឺខ្ញុំដាក់ទឹកចំនួន60មីលីលីត្រលាយជាមួយនឹងមេនំប៉័ងចំនួន1ស្លាបព្រាកាហ្វេកន្លះហើយនឹងស្ករសចំនួន2ស្លាបព្រាបាយនឹងលាយចូលគ្នាហើយគឺយើងដាក់ពងមាន់ចំនួន1គ្រាប់ហើយកូរវាចូលគ្នានៅពេលដែលកូរពងមាន់ចូលគ្នារួចហើយគឺយើងដាក់ម្សៅមីចំនួន200ក្រាមជាមួយនឹងម្សៅ baking powder ចំនួនកន្លះស្លាបព្រាកាហ្វេហើយនឹងអំបិលកន្លះស្លាបព្រាកាហ្វេនិងជាចុងក្រោយនោះគឺប្រេងឆាចំនួន2ស្លាបព្រាបាយរួចហើយគឺយើងត្រូវច្របល់វាចូលគ្នាឲ្យសព្វបន្ទាប់ពីច្របល់ចូលគ្នាបានសព្វហើយគឺយើងគ្របទុក15នាទីសិនហើយបន្ទាប់ពីគ្របម្សៅទុកបាន15នាទីហើយគឺយើងត្រូវច្របាច់ម្សៅរហូតទាល់តែសាច់ម្សៅនឹងរលោងល្អបន្ទាប់ពីឃើញថាសាច់ម្សៅរលោងល្អហើយគឺយើងត្រូវគ្របម្សៅទុករយៈពេល1ម៉ោងហើយឥឡូវនេះគឺខ្ញុំចាប់ផ្ដើមលាយម្សៅមួយមុខទៀតគឺជាសម្បកនំពពាយដែលខ្ញុំប្រើម្សៅមីនេះចំនួន200ក្រាមជាមួយនឹងស្ករស1ស្លាបព្រាបាយហើយនឹងអំបិលកន្លះស្លាបព្រាកាហ្វេបន្ទាប់មកគឺដាក់ប្រេងឆាចំនួន45ក្រាមចូលហើយច្របល់វាចូលគ្នាឲ្យសព្វពេលដែលច្របល់ប្រេងឆាចូលគ្នាជាមួយនឹងម្សៅបានសព្វហើយគឺយើងចាក់ទឹកត្រជាក់ចំនួន80មីលីលីត្រចូលរួចហើយច្របល់ចូលគ្នារហូតទាល់តែចូលគ្នាបានសព្វល្អហើយបន្តមកទៀតគឺយើងត្រូវច្របាច់ម្សៅរហូតទាល់តែសាច់ម្សៅនេះចូលគ្នាបានសព្វប្រហែលជា4ទៅ5នាទីរហូតទាល់តែសាច់ម្សៅនេះលែងស្អិតជាប់ដៃរួចហើយគឺយើងត្រូវគ្របម្សៅនេះទុករយៈពេល30នាទីបន្ទាប់ពីលាយម្សៅរួចហើយឥឡូវនេះគឺខ្ញុំមកធ្វើស្នូលនំដែលខ្ញុំប្រើបេកូដែលឈូសរួចចំនួន250ក្រាមហើយជាមួយនឹងអំបិលកន្លះស្លាបព្រាកាហ្វេរួចហើយគឺយើងត្រូវច្របាច់បេកូនោះរហូតទាល់តែបេកូនឹងទន់ហើយបន្ទាប់មកទៀតគឺយើងត្រូវពូតទឹកចេញពីក្នុងបេកូនេះឲ្យអស់ហើយចំពោះស្នូលនំនេះដែរគឺខ្ញុំប្រើសាច់ជ្រូកចិញ្ច្រាំនោះចំនួន200ក្រាមបងប្អូនអាចប្រើសាច់លីខ្លាញ់ឬក៏សាច់សុទ្ធក៏បានដែរហើយបន្ទាប់មកដាក់ស្ករសចំនួន1ស្លាបព្រាបាយជាមួយនឹងម្រេច1/4ស្លាបព្រាកាហ្វេហើយនឹងប្រេងឆាចំនួន1ស្លាបព្រាបាយបន្ទាប់មកទៀតគឺប្រេងឆាចំនួន2ស្លាបព្រាបាយកន្លះហើយនឹងអំបិល1/8ស្លាបព្រាកាហ្វេនិងជាចុងក្រោយគឺម្សៅពោតចំនួន1ស្លាបព្រាបាយនៅពេលដែលដាក់គ្រឿងផ្សំទាំងអស់នេះចូលគ្នារួចហើយគឺយើងត្រូវច្របល់វាចូលគ្នាឲ្យសព្វជាមុនសិនបន្ទាប់មកគឺដាក់ត្រចៀកកណ្ដុរនោះចំនួន30ក្រាមដែលត្រចៀកកណ្ដុរនេះគឺខ្ញុំបានហាន់តូចៗហើយជាមួយនឹងខ្ទឹមបារាំងនេះចំនួន30ក្រាមនិងការ៉ុត30ក្រាមដូចគ្នាហើយយកបេកូដែលយើងបានពូតទឹករួចនេះយកមកដាក់ចូលហើយច្របល់ចូលគ្នាឲ្យសព្វចំពោះផ្សិតត្រចៀកកណ្ដុរដែលខ្ញុំបានដាក់មុននឹងទម្ងន់30ក្រាមនឹងគឺជាទម្ងន់ដែលបានត្រាំទឹករីករួចហើយចំពោះបរិមាណរបស់ស្នូលប៉ុណ្នេះគឺយើងអាចធ្វើនំបានត្រឹមតែ1មុខប៉ុណ្ណោះប្រសិនបើបងប្អូនចង់ធ្វើទាំង3មុខគឺត្រូវធ្វើស្នូលនេះ1 × 3ហើយបន្ទាប់ពីលាយស្នូលរួចហើយគឺខ្ញុំចាប់ផ្ដើមលាយម្សៅដើម្បីជ្រលក់ណែមចៀនដោយខ្ញុំប្រើម្សៅមីនេះចំនួន120ក្រាមជាមួយនឹងម្សៅអង្ករខ្សាយចំនួន40ក្រាមហើយនឹងអំបិលកន្លះស្លាបព្រាកាហ្វេនិងទឹកចំនួន440មីលីលីត្រនៅពេលដែលយើងដាក់ចូលគ្នារួចហើយគឺយើងត្រូវកូរវារហូតដល់តែចូលគ្នាបានសព្វល្អហើយនេះគឺជាសម្បកណែមដែលខ្ញុំយកមកប្រើចំពោះសម្បកណែមនេះគឺមានខ្លះស្ដើងហើយខ្លះទៀតក៏ក្រាស់ហើយនៅពេលដែលយើងលាបទឹកវានោះគឺយើងត្រូវលាបតិចឬច្រើនទៅតាមកម្រាស់របស់សម្បកណែមនេះនៅពេលដែលយើងលាបទឹកពីលើសម្បកណែមបានសព្វហើយគឺយើងដួសស្នូលយកមកដាក់រួចហើយយើងបត់សម្បកណែមនឹងខ្ចប់ស្នូលឲ្យជិតនៅពេលដែលឆាប់ស្នូលរួចហើយគឺយើងត្រូវយកសម្បកណែមនេះជ្រលក់ចូលទៅក្នុងម្សៅរួចហើយគឺយើងត្រូវស្រង់វាឡើងយកទៅដាក់ចៀនភ្លាមតែម្ដងហើយចំពោះប្រេងដែលយើងដាក់ចៀនណែមនេះគឺយើងត្រូវឲ្យវារាងក្តៅបន្តិចសិនចាំយើងយកនំនឹងមកដាក់ចៀនហើយចៀនដោយបើកភ្លើងល្មមនឹងរហូតដល់តែនំនឹងឡើងក្រហមហើយនៅពេលដែលចៀននំនឹងប្រសិនបើមាននំណាធ្លាយឬក៏បងប្អូនចង់ឲ្យសម្បកនំនឹងរាងក្រាស់គឺនៅពេលដែលចៀនរាងក្រៀមបន្តិចនឹងគឺអាចយកទៅជ្រលក់ចូលទៅក្នុងម្សៅម្ដងទៀតហើយបន្តចៀនរហូតដល់តែនំនឹងឡើងក្រហមឥឡូវហ្នឹងណែមចៀនគឺបានចៀនរួចរាល់ហើយគឺយើងមកបន្តធ្វើនំផ្សេងទៀតដែលម្សៅដែលខ្ញុំកំពុងតែច្របាច់នេះគឺជាម្សៅរបស់នំពពាយគឺយើងត្រូវយកម្សៅនោះមកកាត់ជាដុំតូចៗដែលម្សៅនេះគឺខ្ញុំកាត់ចំនួន15ដុំប្រសិនបើបងប្អូនចង់បាននំរាងធំគឺអាចកាត់ត្រឹម12ដុំឬក៏10ដុំក៏បានដែរបន្ទាប់ពីកាត់ម្សៅរួចហើយគឺយើងត្រូវបត់ម្សៅនេះជារាងមូលរួចហើយគឺយើងត្រូវគ្របម្សៅទុករយៈពេល20នាទីសិនហើយបន្ទាប់ពីម្សៅគ្របទុកបាន20នាទីហើយគឺយើងយកមកកិនវាឲ្យសំផែតហើយស្ដើង
បន្ទាប់ពីកិនម្សៅបានស្ដើងហើយគឺយើងដួសស្នូលយកមកដាក់ចំកណ្ដាលរួចហើយលើកជាយរបស់ម្សៅនឹងគ្របស្នូលឲ្យជិតហើយយើងត្រូវច្របាច់ជាយរបស់ម្សៅនឹងឲ្យវាផ្អឹបជាប់គ្នារួចហើយគឺយើងលើកជាយរបស់ម្សៅនឹងច្របាច់ពីចុងម្ខាងរហូតដល់តែដល់ចុងម្ខាងទៀតដោយដែលបង្ហាញនៅក្នុងវីដេអូហើយបន្ទាប់ពីខ្ចប់ស្នូលរួចហើយគឺយើងអាចយកទៅដាក់ចៀនបានដោយយើងដាក់ប្រេងនឹងឲ្យរាងក្តៅបន្តិចសិនចាំដាក់នំនឹងចូលចៀនហើយចៀនដោយបើកភ្លើងល្មមនឹងរហូតដល់តែនំនឹងឡើងក្រហមដូចគ្នាឥឡូវនេះបន្ទាប់ពីចៀននំពពាយរួចហើយគឺយើងចាប់ដើមកាត់ម្សៅដើម្បីធ្វើនំប៉ាយចៀនដោយម្សៅនេះគឺខ្ញុំកាត់ចំនួន15ដុំដូចគ្នាហើយបើបងប្អូនចង់បានសម្បកនំដែលរាងក្រាស់ហ្នឹងគឺអាចកាត់ត្រឹមតែ12ឬក៏10ដុំក៏បានដែររួចហើយគឺយើងត្រូវបត់ម្សៅនេះជារាងមូលហើយរដងបន្ទាប់ពីបត់ម្សៅរួចហើយគឺខ្ញុំតែងតែក្របម្សៅទុក15នាទីសិនដើម្បីឲ្យម្សៅហ្នឹងទន់ងាយស្រួលក្នុងការកិនប៉ុន្តែលើកនេះគឺខ្ញុំអត់ក្របវាទុកទេគឺដោយសារតែម្សៅនេះគឺធ្វើក្រោយគេហើយខ្ញុំទុកវាចោលរៀងយូរដែរអញ្ចឹងហើយបន្ទាប់ពីបត់រួចហើយគឺខ្ញុំចាប់ផ្ដើមកិនហើយដាក់ស្នូលខ្ចប់តែម្ដងហើយការខ្ចប់ស្នូលនេះគឺយើងអាចខ្ចប់បែបណាក៏បានដែរគឺគ្រាន់តែលើកជាយរបស់ម្សៅហ្នឹងផ្អោបចូលគ្នាឲ្យតែជិតទៅគឺយើងអាចយកទៅដាក់ចៀនបានហើយមិនបាច់ខ្ចប់ធ្វើដូចជានំប៉ាវដែលយើងចំហុយក៏បានដែរហើយបន្ទាប់ពីខ្ចប់ស្នូលរួចហើយគឺយើងត្រូវក្របម្សៅទុករយៈពេល15នាទីតែដោយសារតែការខ្ចប់ស្នូលហ្នឹងគឺវាប្រើរយៈពេលរៀងយូរដែរអញ្ចឹងហើយបន្ទាប់ពីខ្ចប់នំបានរួចរាល់ទាំងអស់គឺយើងអាចយកនំដែលខ្ចប់ដំបូងគេហ្នឹងយកមកដាក់ចៀនបានហើយការចៀននំប៉ាវនេះគឺយើងដាក់ប្រេងឲ្យរាងក្តៅបន្តិចសិនចាំដាក់ម្សៅចូលចៀនហើយចៀនដោយបើកភ្លើងតិចៗបានហើយដោយសារតែសម្បកនំហ្នឹងគឺវារាងផ្អែមអញ្ចឹងហើយវាឆាប់ក្រហមជាងនំដទៃទៀតដែលយើងចៀនមុនហ្នឹងហើយនៅពេលដែលឃើញថានំរាងក្រហមហើយគឺយើងអាចស្រង់ឡើងបានចំពោះការចៀននំប៉ាវនេះក៏ដូចជានំផ្សេងៗទៀតដែលមានស្នូលហ្នឹងគឺយើងត្រូវចៀនយ៉ាងហោចណាស់ឲ្យបាន5ទៅ6នាទីទើបនំរបស់យើងនឹងឆ្អិនល្អទៅដល់ផ្នែកខាងក្នុងរបស់ស្នូលហើយវីដេអូនៅក្នុងថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរសូមអរគុណចំពោះការតាមដានទស្សនាតាំងពីដើមរហូតដល់តែចប់